សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយនៅក្នុង Channel Construction Work ដូច្នេះថ្ងៃនេះខ្ញុំមានជាវីដេអូបង្ហាញបងប្អូនតាក់ទងជាមួយនឹងការងារបោកជញ្ជាំងបងប្អូនបាទថ្ងៃនេះយើងមានការងារបោកជញ្ជាំងទៀតហើយអញ្ចឹងការងារបោកជញ្ជាំងគឺយើងត្រូវឆែកមើលតាក់ទងជាមួយនឹងការងារឥដ្ឋរបស់យើងទាំងអស់ដែលយើងបានរៀបចំរៀបឡើងជាជញ្ជាំងហើយហ្នឹងវារួចរាល់អស់ហើយនៅអញ្ចឹងណាបងប្អូនហើយយើងមានជាឧបករណ៍របស់យើងសម្រាប់ធ្វើការងារនេះបាទទី1គឺថាឧបករណ៍សម្រាប់លាយកបោបងប្អូនបាទឧបករណ៍សម្រាប់លាយកបោមានប៉ែលមានធុងមានធុងដាក់ទឹកមានអីផ្សេងៗចឹងទៅដើម្បីយើងរៀបចំលាយហើយនេះគឺជាខ្សាច់ដែលយើងបានជូនមករៀបចំនៅទីតាំងយើងឲ្យហើយបាទដើម្បីយើងត្រៀមនិងយើងធ្វើការងារបានលឿននៅពេលដែលយើងរៀបចំលាយកបោហ្នឹងបងប្អូននៅក្នុងការងារនេះដែរយើងគួរតែរៀបចំកម្លាំងឲ្យបានច្រើនបន្តិចព្រោះតើតើនឹងការងារនេះគឺយើងត្រូវចំណាយកម្លាំងពលកម្មច្រើនដើម្បីរៀបចំធ្វើដូច្នោះហើយតើតើនឹងសម្ភារៈមួយចំនួនដែលយើងត្រូវត្រៀមសម្រាប់ការងារបោកនេះដែរគឺតើតើជាមួយនឹងខ្សាច់តើតើជាមួយនឹងស៊ីម៉ង់តើតើជាមួយនឹងទឹកយើងត្រូវរៀបចំទុកជាការស្រេចដើម្បីលាយមុននឹងយើងរៀបចំបោកអញ្ចឹងគឺយើងត្រូវរៀបចំមុនឲ្យហើយអញ្ចឹងបងប្អូនទៅការងាររបស់យើងរៀបចំធ្វើចូលការងារទៅគឺបានលឿនហើយនេះតកតងជាមួយនឹងជញ្ជាំងដែលយើងត្រៀមនឹងធ្វើការងារបោកបាទការងារមួយចំនួនគឺក្រុមការងារខាងភ្លើងបានរៀបចំចូលកាត់ជញ្ជាំងដើម្បីបង្កប់តកតងនឹងទយោខ្សែភ្លើងបងប្អូនបាទដើម្បីយើងជៀសវាងនៅថ្ងៃក្រោយគឺយើងមានស្នាមប្រេះហ្នឹងគឺយើងជៀសវាងអញ្ចឹងណាហើយនេះតកតងជាមួយនឹងសកម្មភាពបាទមុននឹងការងារបោកកុំភ្លេចបាទយើងបន្ថែមសំណើមទៅលើឥដ្ឋរបស់យើងដើម្បីឲ្យវាមានភាពស្អិតនៅពេលដែលយើងបន្ថែមសំណើមការងារដែលយើងបោកអញ្ចឹងទៅគឺធ្វើឲ្យអញ្ចឹងរបស់យើងវាមិនងាយនឹងចេញស្នាមប្រេះទេបងប្អូនហើយកន្លែងបន្តទៅទៀតនេះបងប្អូនឃើញនៅលើអញ្ចឹងយើងទេបាទនេះគឺជាស្នាមក្រុមការងារខាងភ្លើងគាត់រៀបចំចូលប្រកបសយោហ្នឹងរួចច្រើនហើយបានយើងរៀបចំចូលការងារបោកអញ្ចឹងណាតែតោះនឹងការងារនេះដែរយើងធ្វើជាបែបនេះជាយូរមកហើយរបៀបធ្វើការងារនេះហើយបើសិនជាមានអីត្រូវចែករំលែកបងប្អូនអាចខមមិននៅក្រោមវីដេអូបានហើយនេះជាផ្នែកនៅខាងក្នុងបន្ទប់ទឹកអញ្ចឹងផ្នែកខាងក្នុងបន្ទប់ទឹកនេះបាទមានសយោស៊ីហ្វុងបាទសយោទឹកចេញសយោទឹកចូលបាទប្រគុណឡាម៉ូបាទមានសពគ្រប់សពមុខទាំងអស់បាទមានប្រអួចមានអីចឹងទៅអញ្ចឹងតកតងនឹងការងារនេះជាងបន្ទប់ទឹកនេះវារាងកោងបងប្អូនបាទយើងធ្វើម៉ូតកោងបាទធ្វើម៉ូតកោងអញ្ចឹងទៅយើងងាយស្រួលកន្លែងកែងកន្លែងអីយើងដើរអត់ងាយប៉ះដៃប៉ះជើងអញ្ចឹងទេបងប្អូនអញ្ចឹងបងប្អូនឃើញទេបាទជាងមានប្រភេទជាងអត់20ជាងអត់10បាទយើងបោកដូចគ្នាបាទយើងមានចាប់តុំចាប់កេមចាប់ដើម្បីធ្វើកំណត់កម្រាស់អញ្ចឹងរបស់យើងជាងយើងធ្វើការងារគៀដាមគៀអីទៅក៏វាបានស្អាតទៅតាមនឹងដែរកន្លែងកែងកន្លែងជ្រុងបាទជាងទឹកដៃមុំក៏អាចធ្វើបានស្អាតហើយគប់សំនឹងយើងមើលបន្ថែមទៀតបាទឲ្យជាយោបល់ឲ្យជាកំណត់ទៅជាងក៏ធ្វើបានស្អាតឲ្យយើងហើយអញ្ចឹងការងារនេះដែរយើងធ្វើខាងក្នុងបន្ទប់ទឹកបងប្អូនបាទនេះបុកក្នុងបន្ទប់ទឹកការងារបុកនេះយើងអត់សៃទេដោយសារយើងត្រូវបិទការ៉ូថែមទៀតអញ្ចឹងយើងអត់សៃទេយើងបោកទៅមិនឲ្យផ្ទៃយើងមានកែងមានជ្រុងឲ្យត្រឹមត្រូវកុំឲ្យជាងដួលបងប្អូនបាទការពារអញ្ចឹងគេគឺជាងដួលហើយតែកាលណាថាជាងដួលយើងបិទការ៉ូមកគឺអត់ស្អាតទេអញ្ចឹងរបស់យើងវាខុសកែងបងប្អូនអញ្ចឹងជាងចាប់ដើមគៀបដាបងប្អូនបាទឬសំឡេងខ្វល់ហ្នឹងគឺជាងចាប់ដើមគៀដាមអីអញ្ចឹងស្អាតមិនជាងនៅផ្នែកខាងលើទៀតអញ្ចឹងផ្នែកខាងលើនោះយើងបោកដល់ផ្នែកខាងលើទៅយើងកាត់រងមកជួរដើម្បីការពារស្នាមប្រេះនៅជួរជាប់ជាមួយនឹងបាតប្លង់សេបងប្អូនបាទយើងកាត់វាព្រោះហ្នឹងវាជាវិធីសាស្ត្រមួយដើម្បីការពារកុំឲ្យវាប្រេះហើយអញ្ចឹងនេះវាស្ងួតល្អហើយហ្នឹងហើយវាស្ងួតល្អហើយតិចទៀតជាងគាត់ចាប់ដើមគៀខាងនោះហើយគាត់ចូលគៀមកខាងនេះម្ដងហើយដើម្បីបញ្ចប់ការងារបោកអញ្ចឹងទៅបានស្អាតអញ្ចឹងណាអញ្ចឹងក្នុងវីដេអូនេះបងប្អូនឃើញស្រាប់ហើយបាទការងារជាប្រចាំរបស់ខ្ញុំនេះមិនមានអ្វីជាលើសលុះអីទេគាត់ណាមានពេលខ្ញុំថតជាវីដេអូដើម្បីបង្ហាញបងប្អូនបន្ថែមដើម្បីបងប្អូន
មើលឃើញហើយបងប្អូនអាចយកគំរូឬក៏បងប្អូនអាចមើលជាលំនាំបានតាំងអញ្ចឹងណាព្រោះការងារនេះយើងធ្វើទៅគឺឃើញថារៀងជោគជ័យដែរមិនសូវជារញ៉េរញ៉ៃឬក៏វាខុស step ខុស flow អីវាទេវាមើលទៅវាគួរសមហើយណាមួយថាវារៀងជាលក្ខណៈទូទៅទៅហើយអញ្ចឹងសម្រាប់ការងារបូកជាងនេះអញ្ចឹងស្រាប់ជាងបងប្អូនឃើញទេបាទជាងគឺមុននឹងបូកយើងស្រោចទឹកបាទយើងស្រោចទឹកបន្ថែមសំណើមអញ្ចឹងដើម្បីឲ្យអញ្ចឹងហ្នឹងវាចាប់គ្នាបានល្អជាមួយនឹងបាយអដែលយើងបូកទៅបងប្អូនបាទមិនមែនយើងចេះតែឲ្យស្រោចទេបាទគឺយើងមានគោលការណ៍យើងមានក្បួនច្បាប់ឬក៏របៀបធ្វើការងារហ្នឹងបាទនៅក្នុងមេតូតការងារហ្នឹងវាត្រូវធ្វើអីខ្លះគឺយើងមានឲ្យជាងយើងធ្វើទៅគ្រប់គ្នាអូខេបងប្អូននៅក្នុងវីដេអូនេះក៏មិនមានអីច្រើនណាទៀតដែរចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ